ខ្ញុំសូមលើកយកស្ត្រីដ៏មានឥទ្ធិពលម្នាក់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកដែលជាគំរូនៃភាពខ្លាំងក្លាក្នុងការដឹកនាំនិងការសម្រេចចិត្តម្ចាស់ក្សត្រីអេលីសាបេតទី1ម្ចាស់ក្សត្រីអេលីសាបេតទី1ឆ្នាំ1533ដល់1603គឺជាស្ដេចដ៏មានឥទ្ធិពលមួយអង្គរបស់ប្រទេសអង់គ្លេសរជ្ជកាលរបស់ព្រះនាងត្រូវបានគេហៅថាយុគសម័យមាសរបស់អង់គ្លេសភាពខ្លាំងក្នុងការដឹកនាំនិងនយោបាយព្រះនាងបានបដិសេធមិនរៀបការឡើយដោយថ្លែងថាព្រះនាងបានរៀបការជាមួយនឹងប្រទេសអង់គ្លេសរួចហើយការសម្រេចចិត្តនេះបានអនុញ្ញាតឲ្យព្រះនាងរក្សាអំណាចដាច់ខាតនិងមិនត្រូវគ្រប់គ្រងដោយបុរសណាម្នាក់ឡើយព្រះនាងបានរក្សាតុល្យភាពដ៏ពិបាករវាងជម្លោះសាសនាដ៏ក្តៅគគុករវាងកាតូលិកនិងប្រូតេស្តង់ដែលធ្វើឲ្យប្រទេសអង់គ្លេសមានសន្តិភាពនិងស្ថិរភាពការការពារជាតិដ៏អង់អាចនៅឆ្នាំ1588កងទ័ពសម្បៃដ៏ធំរបស់អេស្ប៉ាញបានព្យាយាមវាយលុកអង់គ្លេសម្ចាស់ក្សត្រីអេលីសាបេតបានបង្ហាញខ្លួននៅចំពោះមុខកងទ័ពរបស់ព្រះនាងហើយបានថ្លែងសន្ទរកថាដ៏រំជួលចិត្តមួយដោយប្រកាសថាខ្ញុំដឹងថាខ្ញុំមានរូបកាយដូចជាស្ត្រីដែលទន់ខ្សោយតែខ្ញុំមានបេះដូងនឹងការតាំងចិត្តរបស់ស្ដេចមួយអង្គនៃប្រទេសអង់គ្លេសទីបំផុតកងទ័ពអង់គ្លេសបានទទួលជ័យជំនះដ៏ត្រចះត្រចង់ម្ចាស់ក្សត្រីអេលីសាបេតទី1គឺជាស្ត្រីដ៏ខ្លាំងក្លាដែលបានប្រើប្រាស់បញ្ញាភាពប៉ិនប្រសើរនយោបាយនិងឆន្ទៈដៃថែបដើម្បីដឹកនាំប្រទេសរបស់ព្រះនាងឲ្យក្លាយជាមហាអំណាចពិភពលោក